idol ក្រឹមដាក់រហស្សនាមឲ្យស្អីគេបណ្ឌិតពលទឹកមាត់នឹងជាបណ្ឌិតឥតប្រាំងរឿងដែលគាត់លើកអំពីបញ្ហាកម្ពុជាថៃណាសម្រាប់ខ្ញុំបញ្ហាកម្ពុជាថៃខ្មែរត្រូវការមេតបមួយគឺសម្ដេចដៃជោធិបតីមុននឹងនិយាយរឿងនេះខ្ញុំចង់និយាយរឿងប្រាំងតើប្រាំងរបស់អ្នកទាំងអស់គ្នាជាអ្វីប្រាំងរបស់ខ្ញុំគឺស្អីក៏ខ្ញុំអត់ចេះដែរបើយោងតាមឯកសាររបស់ Joe Biden វាចេះហើយដល់ពេលយោងតាមឯកសាររបស់ Donald Trump CNN Effect News ឯកសារវាទៅចោយោងលើឯកសាររុស្ស៊ីវាទៅចែយោងទៅឯកសារចិនវាទៅចែខ្ញុំចង់និយាយពីរឿងជូកាលៀនអូខេប៉ុន្តែមុននិយាយរឿងជូកាលៀនចង់និយាយរឿងសម្ដេចដេជោនិងសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតពេលមួយអ្នកកសែតដល់ល្បីគឺលោកពុយគាបានសួរទៅសម្ដេចតេជោបានឆ្លើយថាលោកមានសន្តិភាពទុកឲ្យឈាមជំនាន់ក្រោយហើយអញ្ចឹងឈាមជំនាន់ក្រោយមានបច្ចេកវិទ្យាអញ្ចឹងបើខ្ញុំចង់ទាញភ្ជាប់មកថាបញ្ហាកម្ពុជាខ្មែរថៃនេះត្រូវការតែសម្ដេចតេជោធិបតីសម្ដេចតេជោមានបទពិសោធន៍មានចំណេះដឹងយោធាចំណែកឯសម្ដេចនាយករដ្ឋមន្ត្រីមានបច្ចេកវិទ្យាមានចំណេះដឹងយោធាអូខេឥឡូវយើងចង់និយាយបកអំពីឯកសារគេហៅថាតបណារឿងជូកាលៀនកម្ពុជាត្រូវការតែសម្ដេចតេជោធិបតីចំណែកក្នុងរឿងចិនសង្គ្រាមនគរទាំង3គេហៅថាយ៉ាងម៉េចគេហៅថានគរទាំង3ឬក៏ជូកាលៀនច្បាំងឈ្នះឆាវប្រមាណ10000នាក់ច្បាំងឈ្នះតបរបស់ឆាវចិត្ត1លាននាក់អានេះយើងនិយាយអំពីចំណេះដឹងតបសំខាន់អ្នកណាមានចំណេះដឹងតបខ្លាំងមិនសំខាន់លើចំនួនទេអានេះខ្ញុំចង់ប្រាប់ទៅបណ្ឌិតឥតប្រាំងហើយរឿងមួយទៀតនិយាយអំពីគេហៅថាហានស៊ីងបានប្រើយុទ្ធសាស្ត្រសង្ការត្រីណាគឺហៅថាអយុទ្ធសាស្ត្រកំរោល4ជ្រុងទេណាហ្នឹងមានន័យថា10000នាក់វាយឈ្នះ60000នាក់ហើយកន្លែងនេះខ្ញុំចង់លើកពីប្រវត្តិសាស្ត្រថ្មីអ៊ីស្រាអែលវាយឈ្នះក្រុមបណ្ដាប្រទេសអារ៉ាប់ជាច្រើនគិតមើលអ៊ីស្រាអែលទូចមួយតែវាយឈ្នះក្រុមបណ្ដាប្រទេសមូស្លីមជាច្រើនអាហ្នឹងគេហៅអីសម្រាប់អ៊ីស្រាអែលខ្ញុំអត់ដឹងរឿងនគរទាំង3មានជូកាលៀនសម្រាប់គេហៅថាស្ដេចហានមានហានស៊ីងសម្រាប់កម្ពុជាមានសម្ដេចតេជោធិបតីគ្រប់គ្រាន់ហើយ